ប្រទេសឥណ្ឌូនេស៊ីមានទំហំធំណាស់ប៉ុន្តែមនុស្សភាគច្រើនមិនដឹងថាវាធំប៉ុណ្ណានោះទេដោយមានផ្ទៃដីប្រហែល 1.9 លានគីឡូម៉ែត្រការ៉េឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសធំទាំង15នៅលើពិភពលោកនិងធំជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ប្រសិនបើយើងដាក់ប្រទេសឥណ្ឌូនេស៊ីកាត់ពីលើទ្វីបអឺរ៉ុបវានឹងលាតសន្ធឹងពីអ៊ីឡង់រហូតដល់អ៊ីរ៉ង់ឥណ្ឌូនេស៊ីក៏ជាប្រជុំកោះធំជាងគេបំផុតរបស់ពិភពលោកផងដែរដែលមានកោះជាង 1700 កោះធំជាងគេគឺស៊ូម៉ាត្រាជ្វាប៊ឺណេអូស៊ូឡាវេស៊ីនិងប៉ាពួរប្រទេសនេះធំខ្លាំងណាស់ដែលមានល្វែងម៉ោង3ផ្សេងគ្នាចំនួនប្រជាជនរបស់ប្រទេសឥណ្ឌូនេស៊ីមានចំនួនច្រើនដែលមានប្រជាជនជាង275លាននាក់នេះធ្វើឲ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី4នៅលើផែនដីកោះជ្វាតែមួយមានប្រជាជនជាង140លាននាក់ដែលធ្វើឲ្យវាក្លាយជាកោះមួយក្នុងចំណោមកោះដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនិងមានប្រជាជនច្រើនជាងប្រទេសជាច្រើនទាំងមូលប្រទេសឥណ្ឌូនេស៊ីក៏មានភាពចម្រុះមិនគួរឲ្យជឿផងដែរមានភាសាជាង700ត្រូវបាននិយាយនៅទូទាំងកោះទាំងអស់ហើយឥណ្ឌូនេស៊ីក៏ជាប្រទេសដែលមានប្រជាជនភាគច្រើនជាមូស្លីមធំជាងគេទីតាំងភូមិសាស្ត្រកាត់ជាពាក់កណ្ដាលដោយខ្សែអេក្វាទ័រប្រទេសឥណ្ឌូនេស៊ីស្ថិតនៅទាំងអត្តកូលខាងជើងនិងខាងត្បូងហើយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពចម្រុះដ៏ធំបំផុតរបស់ពិភពលោកវាជាចម្រុះរបស់ប្រភេទសត្វរាប់ពាន់ប្រភេទរួមទាំងថនិកសត្វសត្វល្មូននិងសត្វស្លាបរាប់រយប្រភេទដែលអ្នកមិនអាចរកឃើញនៅកន្លែងផ្សេងទៀតនៅលើភពផែនដីGood Day Coffee ជាកាហ្វេឈានមុខគេនៅប្រទេសឥណ្ឌូនេស៊ីផលិតតាំងពីឆ្នាំ1927រសជាតិមានច្រើនជម្រើសតាមការចូលចិត្តមានទាំងកញ្ចប់និងដបឈ្ងុយឆ្ងាញ់តាំងពីក្រេបដំបូង Every day is good day